ហាមើលទៅអ្វីដែលឯងកំពុងស្នើសុំយើងនឹងផ្ដល់ឲ្យឯងតែឯងកុំធ្វើឲ្យបែកដំបងនេះឲ្យសោះហាដំបងនេះខ្ញុំដឹងថាជាអាយុជីវិតរបស់ឯងបើខ្ញុំបំបែកវាឯងនឹងទៅជាផ្សែងតែខ្ញុំនឹងមិនធ្វើឲ្យមានកំហុសឆ្គងនោះឡើយក្នុងការបដូរជីវិតរបស់ឯងខ្ញុំចង់បានមាសប្រាក់និងគ្រឿងអលង្ការយកព្រមខ្ញុំរួចរាល់ក្នុងការផ្ដល់ឲ្យឯងចូលមកជាមួយខ្ញុំឥឡូវនេះហើយបន្ទាប់មកដនបានដើរតាមមេធ្មប់នៅពេលដែលមេធ្មប់មានឱកាសគាត់បានដាក់ដនចូលទៅក្នុងទ្រុងឃុំឃាំងមួយហើយបានដកដំបងចេញពីដៃរបស់ដនយប់មួយដនបានត្រឡប់មកដល់ផ្ទះបន្ទាប់ពីលួចទ្រព្យសម្បត្តិអ្នកភូមិមកប៉ុន្តែពេលដែលគាត់ពិនិត្យមើលទ្រព្យសម្បត្តិរបស់គាត់មានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងគាត់បាននិយាយទៅកាន់ប្រពន្ធរបស់គាត់ខ្ញុំបានខិតខំប្រឹងលួចទ្រព្យសម្បត្តិរបស់អ្នកភូមិខ្លាំងណាស់តែអ្វីដែលខ្ញុំទទួលបានគ្រាន់តែជាប្រាក់កាក់ដ៏គ្មានតម្លៃតែប៉ុណ្ណោះភូមិនេះមានភាពក្រខ្សត់ខ្លាំងណាស់ខ្ញុំមិនអាចរស់នៅបែបនេះបានទេខ្ញុំត្រូវតែគិតធ្វើអ្វីផ្សេងមួយទៀតខ្ញុំបានប្រាប់អ្នកជាច្រើនដងហើយអ្នកភូមិនេះមានភាពលំបាកនិងក្រីក្រខ្លាំងណាស់មនុស្សខិតខំសន្សំអ្វីដែលពួកគេអាចរកបានដើម្បីដោះទាល់នៅពេលដែលពួកគេជួបបញ្ហាពិបាកប៉ុន្តែអ្នកឯងវិញទៅលួចប្រាក់នោះពីពួកគេសូមអ្នកបោះបង់មុខរបរនេះចោះយើងគួរតែបានបរិភោគប្រចាំថ្ងៃដោយការខិតខំប្រឹងប្រែងខ្ញុំនិងកូនមិនចង់ញ៉ាំអាហារដែលបានមកពីរឿងកខ្វក់នោះទេអ្នកដឹងហើយថាខ្ញុំមិនអាចទៅណាបានជាមួយកូនទេបើខ្ញុំមិនញ៉ាំខ្ញុំនឹងស្លាប់ដូច្នេះខ្ញុំត្រូវតែញ៉ាំអ្វីដែលមានតែប៉ុណ្ណោះខ្ញុំមិនចង់ចាកចេញពីមុខរបរមួយនេះទេប៉ុន្តែបន្ទាប់ពីនិយាយបែបនេះហើយដនបានងើបឈរឡើងហើយបានដើរចេញទៅដូចជាធម្មតានេះគឺជាទំនៀមទម្លាប់ជារៀងរាល់ថ្ងៃរបស់ពួកគេនុតមិនពេញចិត្តនឹងទង្វើឆក់ប្លន់នោះទេហើយដនមិនបានផ្អាកការលួចរបស់ខ្លួនទេដនបានគេងស្ងាត់ខណៈដែលនុតបានកំពុងអង្គុយយំយ៉ាងខ្លាំងនៅក្រៅថ្ងៃមួយដនបានអង្គុយនៅក្រោមដើមឈើមួយនៅក្នុងភូមិពេលដែលគាត់បានសង្កេតឃើញនារីចំណាស់ម្នាក់កំពុងយួរបង្វិចមួយហេអ្នកមីងតើអ្នកមីងកំពុងយួរអ្វីដែរអូអ្នកមីងសូមឲ្យខ្ញុំជួយយួរអ្នកមីងមកដោយសារផ្ទះរបស់ខ្ញុំនៅជិតផ្ទះអ្នកមីងត្រូវហើយប្រហែលថ្ងៃទៀតជាកម្មវិធីរបស់កូនស្រីខ្ញុំទៅហើយពួកយើងត្រូវតែត្រៀមយ៉ាងខ្លាំងឯងសូមនាំកូននិងប្រពន្ធរបស់ឯងមកនៅថ្ងៃស្អែកណាបាទអ្នកមីងខ្ញុំនឹងចូលរួមណាអ្នកមីងអ្នកមីងតើខ្ញុំគួរដាក់បង្វិចនេះនៅឯណាដាក់វានៅត្រង់ជ្រុងនោះទៅយើងដាក់វានៅកន្លែងនោះត្រឹមតែរយៈពេលមួយយប់ប៉ុណ្ណោះដនបានដាក់បង្វិចនោះហើយក៏បានត្រឡប់ទៅផ្ទះវិញគិតដូចនេះដនបានរងចាំរហូតដល់ប្រពន្ធរបស់គាត់ដេកលង់លូនៅវេលាម៉ោងពាក់កណ្ដាលយប់ដនបានដើរឆ្ពោះទៅផ្ទះចំណាស់នោះគាត់បានប្រមូលប្រាក់និងទ្រព្យសម្បត្តិគ្រប់បែបយ៉ាងរត់យ៉ាងឆាប់រហ័សត្រឡប់មកផ្ទះរបស់គាត់វិញនៅពេលដែលគាត់មកដល់គាត់បានឃើញភរិយារបស់គាត់ដេកលង់លក់គាត់បានដាស់ប្រពន្ធរបស់គាត់ហើយបាននិយាយថានេះណែប្រពន្ធសម្លាញ់មកទល់ថ្ងៃនេះបងមិនដែលប្លន់ទ្រព្យសម្បត្តិអ្នកភូមិបានច្រើនដូចនេះទេតែថ្ងៃនេះ
បងនឹងនាំទ្រព្យសម្បត្តិទាំងអស់នេះឲ្យអូនហើយអ្នកបានឆក់ប្លន់វាមកពីណាអូកុំគិតច្រើនអីបងភ្លេចវាចោលទៅចូលមើលគ្រឿងអលង្ការទាំងអស់នេះមកស្អាតណាស់អូនសម្លាញ់ខ្ញុំមិនចង់បានទ្រព្យសម្បត្តិទាំងអស់នេះទេទុកគ្រឿងអលង្ការដែលបានមកពីការឆក់ប្លន់ទ្រព្យសម្បត្តិរបស់អ្នកភូមិដែលក្តៅក្រហាយនេះវិញទៅនុតបានងើបឈរឡើងហើយអង្គុយនៅក្បែរមាត់ទ្វារនាងបានអង្គុយនៅទីនោះពេញមួយយប់នាងនៅតែអង្គុយយំពីបញ្ហារបស់នាងប៉ុន្តែប្រមាណម៉ោងក្រោយមកនាងបានឮមនុស្សម្នាក់កំពុងតែស្រែកយំនៅខាងក្រៅអូព្រះអើយខ្ញុំត្រូវបានចោរប្លន់ទ្រព្យសម្បត្តិខ្ញុំអស់ហើយខ្ញុំគ្មានសល់អ្វីទៀតទេថ្ងៃនេះគឺជាថ្ងៃអាពាហ៍ពិពាហ៍របស់កូនស្រីរបស់ខ្ញុំផងហេតុអ្វីមានចោរម្នាក់ចូលប្លន់ផ្ទះរបស់ខ្ញុំបានទុកប្រាក់និងគ្រឿងអលង្ការសម្រាប់អាពាហ៍ពិពាហ៍របស់កូនស្រីខ្ញុំហើយចោរបានប្លន់យកវាទៅអស់ហើយការឮសំឡេងស្រែកយំរបស់អ៊ំចំណាស់នុតបានរត់ចេញក្រៅដនក៏បានដើរចេញផងដែរអូអ្នកមីងតើអ្នកមីងកំពុងមានរឿងអ្វីដែរហាមានចោរចូលប្លន់ក្នុងភូមិបើសិនបើអ្នកមីងស្រែកឲ្យលឺចោរនោះនឹងមិនរួចពីដៃរបស់ពួកខ្ញុំទេយើងទាំងអស់គ្នានៅទីនេះយើងមិនអនុញ្ញាតឲ្យចោរប្លន់នោះទេក្មួយខ្ញុំមិនបានដឹងនោះទេថាមានចោរប្លន់នៅក្នុងផ្ទះមីងណាក្មួយដនបានឈរជាមួយអ៊ំចំណាស់ហើយនុតបានមើលទៅប្តីរបស់គាត់ដោយមានអារម្មណ៍ខកចិត្តយ៉ាងខ្លាំងជាច្រើនថ្ងៃកន្លងទៅដនបានលក់ប្រាក់និងគ្រឿងអលង្ការដើម្បីចាយវាយបន្ទាប់ពីមួយរយៈមកមិនយូរប៉ុន្មានទ្រព្យនោះក៏គ្មានសល់អ្វីទៀតទេនៅជាប់ខ្លួនរបស់គាត់ថ្ងៃមួយដនបានចាប់ផ្ដើមគិតខ្ញុំត្រូវធ្វើកិច្ចការធំមួយទុកសម្រាប់ចាយជាច្រើនឆ្នាំបន្ទាប់ពីការប្លន់ផ្ទះអ្នកមីងចំណាស់នេះខ្ញុំមានពេលសម្រាកយ៉ាងយូរប៉ុន្តែឥឡូវនេះវាបានត្រឡប់ទៅវិញដូចដើមខ្ញុំត្រូវតែរៀបគម្រោងថ្មីធំមួយទៀតនៅយប់នោះដែរគាត់មិនបានទៅឆក់ប្លន់ឡើយគាត់បានផ្លាស់ទីដើរចូលព្រៃនៅក្រោមដើមឈើមានបុរសម្នាក់ដែលគាត់ឃើញដនគាត់បាននិយាយថាអូខ្ញុំកំពុងរងចាំឯងនៅទីនេះតាំងពីព្រឹកមកឯងបានប្រាប់ខ្ញុំថាយើងនឹងជួបគ្នានៅទីនេះតើអ្វីគ្រប់យ៉ាងល្អប្រសើរទេនេះគឺជាការងាររបស់យើងតើមានអ្នកណាបានឃើញឯងនៅពេលដែលឯងឆក់ប្លន់ដែរឬទេអូប្រកបណាស់ខ្ញុំមិនត្រូវបានគេចាប់បានឡើយឬក៏ឃើញឡើយខ្ញុំគិតថាយើងកំពុងធ្វើការលំបាកពេញមួយថ្ងៃដូច្នេះតើយើងទទួលបានអ្វីប្រាក់បន្តិចបន្តួចតែប៉ុណ្ណោះរាល់ថ្ងៃនេះយើងកំពុងលេងល្បែងដ៏គ្រោះថ្នាក់មួយហើយបើយើងធ្វើបែបនេះយើងគួរតែប្លន់ពីផ្ទះមហាសេដ្ឋីនិងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភទៅល្អជាងយើងគួរតែលួចពីមហាសេដ្ឋីយើងនឹងមានទ្រព្យសម្បត្តិស្តុកស្តម្ភនៅពេលអនាគតអូទេខ្ញុំមិនគិតអញ្ចឹងទេការលួចទៅក្នុងភូមិគឺងាយស្រួលបំផុតទៅហើយគ្មានអ្នកណាយាមតឹងតែងនោះទេបើយើងត្រូវបានចាប់ដោយយើងនៅតែអាចមានវិធីរត់គេចប៉ុន្តែបើយើងត្រូវបានចាប់នៅក្នុងផ្ទះមហាសេដ្ឋីយើងឬក៏បរមរាជវាំងព្រះមហាក្សត្រនឹងដាក់គុកយើងពេញអស់មួយជីវិតបើយើងប្លន់តែម្ដងយើងអាចចាយបានច្រើនឆ្នាំគ្មានអ្នកណាចាប់អារម្មណ៍នឹងយើងទេខ្ញុំបានប្រាប់ឯងហើយថាយើងចេញប្លន់រយៈពេលយូរមកហើយពេលនេះយើងគ្មានអ្វីដែលត្រូវខ្លាចនោះទេសូមស្ដាប់យើងគួរតែចេញប្លន់តែមួយហើយយើងនឹងដេកចាយអស់មួយជីវិតណាវើយដូចមិនទាន់បានត្រៀមខ្លួននោះទេប៉ុន្តែការចរចារបស់ពួកគេបានប្រកាសបញ្ជាថានឹងរៀបចំគម្រោងចេញប្លន់ពីព្រះបរមរាជវាំងតោះមិនអីទេយើងនឹងលួចពីព្រះបរមរាជវាំងនៅថ្ងៃស្អែកប៉ុន្តែ
យើងត្រូវត្រឡប់ទៅផ្ទះសិនឥឡូវនេះព្រោះមេឃកំពុងតែជិតភ្លឺទៅហើយនៅតាមផ្លូវនៅពេលដែលពួកគេបានត្រឡប់ទៅផ្ទះវិញពួកគេបានឮសំឡេងសេះកំពុងតែផ្លាយជើងណែសំឡាញ់តែឯងឃើញនោះទេមាននរណាម្នាក់កំពុងតែជិះសេះឆ្ពោះមកកាត់ព្រៃជិតយើងហើយតើវាអាចជាអ្នកណានៅក្នុងភូមិទាំងមូលត្រូវបានសម្រាកលងលក់អស់ទៅហើយតើមានអ្នកណាកំពុងជិះសេះឆ្ពោះមករកយើងដូចបញ្ញាបញ្ញាយ៉ាងនេះយើងត្រូវតែដឹងថាវាជាអ្នកណាមែនហើយតោះយើងចាប់ផ្ដើមទៅដូចនឹងដនបានចាប់ផ្ដើមតាមដានបរិជិសេះនោះដូចនេះគឺជាមន្ត្រីរាជវាំងតើគាត់កំពុងធ្វើអ្វីនៅព្រៃម្ដុំនេះយើងមិនដឹងទេវើយបើសិនបើមានមន្ត្រីនៅម៉ោងស្មាននេះច្បាស់ជាមានអ្វីនៅក្នុងនោះហើយយើងគួរតែតាមដានគាត់ហើយចាំលួចមើលពួកគេទាំងពីរបានចាប់ផ្ដើមដើរតាមពីក្រោយមន្ត្រីរាជវាំងនោះមន្ត្រីមើលទៅលើមេឃវាជិតព្រឹកទៅហើយគាត់បានសូត្រមន្តគាថាសំងាត់មួយអ្នកម៉ូអ្នកម៉េះនៅពេលដែលគាត់បានសូត្រមន្តគាថារួចមានសត្វសេកមួយក្បាលបានហោះនៅចំពីមុខគាត់ហើយវាបានប្រែក្លាយទៅជាដំបងវេទមន្តមួយមើលឃើញបែបនេះហើយដននឹងដូចមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហាតើវាអាចទៅរួចទេដែលសត្វសេកបានប្រែខ្លួនទៅជាដំបងវេទមន្តដូចនេះនេះគឺជារឿងដែលយើងកំពុងតែគិតដែរវើយតើវាអាចបដូរទៅជាដំបងវេទមន្តយ៉ាងដូចម្តេចទៅមន្ត្រីរាជវាំងនោះបានកាន់យកដំបងវេទមន្តក្នុងដៃរបស់គាត់ហើយបានប្រែក្លាយទៅជារូងភ្នំមួយភ្លាមនោះរូងនោះបានបើកទ្វារឲ្យគាត់មន្ត្រីរាជវាំងនោះចូលទៅក្នុងរូងនោះដោយមិនដឹងថាមានអ្នកទាំងពីរកំពុងលបលួចចាំមើលគាត់តែទ្វាររូងភ្នំនោះបើកដោយដំបងវេទមន្តយ៉ាងម៉េចនោះក៏ជាដំបងវេទមន្តតែយើងគួរតែចូលទៅខាងក្នុងដែរឬទេបើសិនបើយើងចូលទៅខាងក្នុងយើងអាចត្រូវបានគេចាប់បានប៉ុន្តែបើសិនជាយើងនៅទីនេះយើងនឹងលើបចាំមើលគាត់វិញល្អប្រសើរជាងប៉ុន្តែបើសិនបើយើងចូលទៅខាងក្នុងយើងនឹងឃើញការពិតថាជាអ្វីនឹងអ្វីត្រូវហេតុដូចឯងនិយាយត្រូវវើយតោះយើងលើបចូលទៅខាងក្នុងតែម្ដងទៅពួកគេទាំងពីរបានដើរចូលទៅក្នុងរូងភ្នំពេលដែលពួកគេទាំងពីរចូលទៅខាងក្នុងពួកគេទាំងពីរបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលពួកគេឃើញមន្ត្រីរាជវាំងនោះបានលាក់ទ្រព្យសម្បត្តិដ៏មហាសាលដែលមន្ត្រីរាជវាំងបានលួចពីព្រះបរមរាជវាំងអូទ្រព្យសម្បត្តិច្រើនណាស់ព្រះមហាក្សត្រដែលល្ងងនោះជឿលើយើងខ្លាំងណាស់ទ្រង់មិនដឹងថាទ្រព្យសម្បត្តិទាំងអស់នេះយើងបានលួចយកមកលាក់នៅទីនេះទេអនាគតយើងនឹងភ្លឺស្វាងក្នុងការទទួលបានទ្រព្យសម្បត្តិទាំងអស់នេះហើយវាជាភាពត្រឹមត្រូវហើយខ្ញុំបានខំប្រឹងធ្វើការលំបាកខ្លាំងណាស់ខ្ញុំគួរតែទទួលបានទ្រព្យសម្បត្តិមួយផ្នែករបស់ព្រះបរមរាជវាំងហើយមន្ត្រីរាជវាំងដែលមានចិត្តលោភលន់នោះមិនដឹងថាមានចៅទាំងពីរនាក់កំពុងតែតាមដានគាត់នោះទេ
ណែសំឡាញ់ឯងមើលទៅវើយមានទ្រព្យសម្បត្តិច្រើនណាស់នៅពេលដែលមន្ត្រីរាជវាំងនោះចាក់ចេញទៅយើងនឹងយកវាទាំងអស់ប៉ុន្តែណែសំឡាញ់មន្ត្រីរាជវាំងនោះនឹងចេញទៅដោយបិទទ្វាររូងភ្នំនេះនៅពេលដែលគាត់ចាក់ចេញយើងនឹងត្រូវជាប់ការនៅក្នុងរូងភ្នំនេះជាមួយនឹងទ្រព្យសម្បត្តិដ៏មហាសាលនេះយើងត្រូវតែចាក់ចេញឥឡូវនេះយ៉ាងហោចណាស់យើងបានដឹងទីតាំងទ្រព្យសម្បត្តិដែលបានត្រូវលាក់ដែរណាវើយឯងនិយាយត្រូវវើយយើងគួរតែចាក់ចេញឥឡូវនេះទៅមន្ត្រីរាជវាំងនោះបានដាក់ទ្រព្យសម្បត្តិមួយចំនួនបន្ថែមទៀតចូលទៅក្នុងរូងភ្នំនោះហើយបានប្រើវេទមន្តឆុចបិទនៅពេលដែលគាត់ចាក់ចេញថ្ងៃបន្ទាប់ពួកគេទាំងពីរបានពិភាក្សារឿងបន្លំខ្លួនធ្វើជាកសិករក្រីក្រម្នាក់ដើម្បីចូលទៅក្នុងព្រះបរមរាជវាំងយើងត្រូវការជួបមន្ត្រីរាជវាំងត្រីកំពុងជាប់រវល់ពិភាក្សារឿងសំខាន់ជាមួយស្ដេចអ្នកទាំងពីរមិនអាចជួបគាត់ឥឡូវបានទេសូមអ្នកទាំងពីរត្រឡប់ទៅវិញចុះពួកយើងពិតជាត្រូវការជួបលោកមន្ត្រីពិតមែនពួកយើងមានបញ្ហាធំនៅក្នុងភូមិប្រឈមនឹងគ្រោះមហន្តរាយហើយពួកយើងមិនដឹងត្រូវធ្វើយ៉ាងម៉េចទេអ្នកយាមវាំងបានឃើញទុកព្រួយរបស់ពួកគេទាំងពីរហើយក៏ងក់ក្បាលហោះណែច្រូចឯងជាអ្នកចូលទៅវើយអញជិលណាស់វើយហីហែងហ្នឹងឯងចូលទៅអញមួយថ្ងៃអញទៅការហត់ចឹងងាប់ហើយវើយអានេះវើយបើតែអញមួយថ្ងៃហត់ជុំហ្គាហត់អីការងារយើងថាប៉ុណ្ណឹងតែកុំខ្ជិលអីវើយមួយថ្ងៃប្រើតែអញវើយហែងនេះនៅតែពីរនាក់សោះអត់ចេះជួយធ្វើការគ្នាណែហើយទៅចាស់អញចាំនៅទីវិញវើយអញខ្ជិលដែរដូចអ្នកយាមវាំងនេះអីក៏ខ្ជិលមកខ្លាំងម្ល៉េះអញតែឃើញតតែសោះតែម្ដងហើយកុំមាត់វិញប្រយ័ត្នថាពីអ្នកនឹងខឹងអត់ទៅហៅលោកមន្ត្រីមកឲ្យជួបយើងឥឡូវហានេះសូមអ្នកទាំងពីរនៅចាំទីនេះហើយខ្ញុំនឹងជូនដំណឹងនេះទៅកាន់គាត់បន្ទាប់មកអ្នកយាមវាំងបានត្រឡប់មកវិញលោកមន្ត្រីបានត្រៀមខ្លួនដើម្បីជួបអ្នកហើយអ្នកអាចចូលទៅក្នុងព្រះបរិយាវាំងបាននៅពេលនេះពួកគេបានចូលទៅក្នុងព្រះបរមរាជវាំងព្រះអង្គទូលបង្គំមានរឿងត្រូវពិភាក្សាជាមួយលោកមន្ត្រីនៅកន្លែងដែលស្ងប់ស្ងាត់បំផុតតើហេតុអ្វីអ្នកទាំងពីរត្រូវការកន្លែងស្ងប់ស្ងាត់ដើម្បីពិភាក្សាជាមួយលោកមន្ត្រីនៅទីនេះហើយនៅមុខមនុស្សគ្រប់គ្នាសូមអ្នកទាំងពីរនិយាយមកព្រះអង្គនេះគឺជារឿងដែលយើងអាចពិភាក្សាជាមួយលោកមន្ត្រីតែម្នាក់ប៉ុណ្ណោះព្រះអង្គបានយល់ព្រមឲ្យលោកមន្ត្រីចេញទៅក្រៅជាមួយពួកគេទាំងពីរប៉ុន្តែម្ចាស់ក្សត្រីមានការសង្ស័យបានតាមដានពួកគេហើយបានលាក់ខ្លួននៅកន្លែងជិតនោះដើម្បីលបស្ដាប់អ្នកទាំងពីរហើយអ្នកទាំងពីរចូលអ្នកទាំងពីរនិយាយមកតើមានរឿងអ្វីលោកមន្ត្រីខ្ញុំអាចមើលឃើញពីអនាគតបានណាលោកមន្ត្រីខ្ញុំដឹងថាអ្វីនឹងកើតមានឡើងនៅថ្ងៃស្អែកនិងអ្វីដែលបានកើតឡើងនៅថ្ងៃនេះកុំព្យាយាមបោកប្រាស់យើងចេញពីព្រះបរមរាជវាំងឥឡូវនេះទៅខ្ញុំមានការងារសំខាន់ជាងនេះដែលត្រូវធ្វើខ្ញុំមិនកុហកទេលោកមន្ត្រីខ្ញុំអាចប្រាប់លោកមន្ត្រីអំពីលោកមន្ត្រីបានឧទាហរណ៍ម្សិលមិញនៅព្រៃមានសត្វសេករបស់លោកមន្ត្រីបានប្រែក្លាយទៅជាដំបងវេទមន្តណាលោកមន្ត្រីហើយបានលាក់ទ្រព្យសម្បត្តិរបស់ព្រះមហាក្សត្រនៅក្នុងរូងភ្នំនៅក្រៅទូ
ដែលលួចពីព្រះអង្គនិងព្រះមហាក្សត្រីលោកមន្ត្រីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ដាប់ឮបែបនេះហើយបន្ទាប់មកទ្រង់បានក្រឡេកមើលជុំវិញខ្លួនហើយបានសាកសួរចូលឯងទាំងពីរប្រាប់យើងមកឯងដឹងរឿងអ្វីទៀតមានទ្រព្យសម្បត្តិជាច្រើនត្រូវបានកប់ក្រោមរូងភ្នំដែលបានលាក់រួចបើសិនបើលោកមន្ត្រីមិនជឿពួកយើងទេយើងអាចចាកចេញឥឡូវនេះបានលោកមន្ត្រីរាជវាំងខ្លាចថារឿងសម្ងាត់របស់គេនឹងត្រូវបានលាតត្រដាងហើយលោកមន្ត្រីបាននិយាយថាយើងជឿឯងទាំងពីរហើយវើយប៉ុន្តែយើងចង់បានទ្រព្យសម្បត្តិដែលចេញពីព្រះបរមរាជវាំងបន្ថែមទៀតណាវើយដល់នឹងដូចមានការសប្បាយចិត្តយ៉ាងខ្លាំងចូលឯងទាំងពីរជួបយើងនៅក្នុងព្រៃនាយប់នេះយើងនឹងរងចាំឯងទាំងពីរនៅទីនោះម្ចាស់សត្វត្រីដែលបានស្ដាប់ឮមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងហាលោកមន្ត្រីបានលួចទ្រព្យសម្បត្តិនៅព្រះរាជវាំងរបស់យើងខ្ញុំតែងតែសង្ស័យគាត់ប៉ុន្តែព្រះមហាក្សត្រមិនដែលស្ដាប់យើងទេប៉ុន្តែថ្ងៃនេះខ្ញុំនឹងបង្ហាញការពិតអំពីលោកមន្ត្រីម្ចាស់សត្វត្រីបានប្រញាប់ប្រញាល់ទៅជួបព្រះមហាក្សត្រព្រះអង្គមានរឿងអាក្រក់កើតឡើងហើយក្រាបទូលតើមានរឿងអ្វីកើតឡើងហេតុអ្វីព្រះនាងមានទឹកមុខព្រួយបារម្ភខ្លាំងម្ល៉េះរឿងសម្ងាត់ដែលអាក្រក់នោះក្រាបទូលគឺថាលោកមន្ត្រីបានលួចទ្រព្យសម្បត្តិនៃព្រះរាជវាំងរបស់យើងហើយបានលាក់វានៅក្នុងរូងភ្នំនៅក្នុងព្រៃណាក្រាបទូលមិនពិតទេគាត់គឺជាមន្ត្រីដែលយើងជឿទុកចិត្តបំផុតគាត់មិនអាចធ្វើបែបនេះទេអញ្ចឹងតើហេតុអ្វីបានជាលោកមន្ត្រីធ្វើបែបនេះបើសិនបើទ្រង់មិនជឿខ្ញុំទេសូមទ្រង់ទៅតាមដានគាត់នៅយប់នេះណាក្រាបទូលនៅយប់នោះដែរព្រះមហាក្សត្រនិងពោសនារបស់ទ្រង់បានតាមដានលោកមន្ត្រីចូលទៅក្នុងព្រៃហើយបានចាប់បានគាត់ក្នុងពេលដែលគាត់កំពុងលួចទ្រព្យសម្បត្តិយកមកលាក់នៅក្នុងរូងភ្នំសម្ងាត់នោះព្រះមហាក្សត្រនិងពោសនារបស់ទ្រង់បានតាមដានលោកមន្ត្រីចូលទៅក្នុងព្រៃហើយបានចាប់បានគាត់ក្នុងពេលដែលគាត់កំពុងលួចទ្រព្យសម្បត្តិយកមកលាក់នៅក្នុងរូងភ្នំសម្ងាត់នោះណែលោកមន្ត្រីខ្ញុំបានជឿទុកចិត្តទៅលើលោកខ្លាំងណាស់ហេតុអ្វីបានជាលោកមានចិត្តលុបលុនបែបនេះឥឡូវទ្រង់បានដឹងហើយដននឹងដូចឆ្លៀតអាកាសពេលនោះបានរត់គេចខ្លួនពីព្រះមហាក្សត្រយ៉ាងឆាប់រហ័សព្រះមហាក្សត្រមិនបានចាប់អារម្មណ៍នឹងពួកគេទេព្រះអង្គបានឆ្ពោះទៅរកលោកមន្ត្រីនៅគ្រានោះដែរស្រាប់តែលោកមន្ត្រីបានប្រើដៃរបស់គាត់បំរុងនឹងចាក់ព្រះអង្គតែមុនដល់ពេលគាត់បានវាយប្រហារទាហានរបស់ព្រះអង្គបានចាប់គ្រីកគាត់បាត់ទៅហើយឥឡូវនេះឯងនឹងមានជីវិតនៅក្នុងគុកឃុំឃាំងហើយពលសេនាបានយកលោកមន្ត្រីដើម្បីកាត់ទោសដាក់នៅក្នុងគុកព្រះបរមរាជវាំងព្រះមហាក្សត្រ
ពលសេនាបានយកលោកមន្ត្រីដើម្បីកាត់ទោសដាក់នៅក្នុងគុកព្រះបរមរាជវាំងព្រះមហាក្សត្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញបែបនេះម្ចាស់សត្រីខ្ញុំមានការអាម៉ាស់ខ្លាំងណាស់ខ្ញុំបានយឺតពេលក្នុងការយល់ពីសម្ដីរបស់អ្នកនៅពេលនេះខ្ញុំមានចិត្តខ្មាស់អៀនព្រះនាងខ្លាំងណាស់អ្វីដែលនឹងត្រូវកើតវានឹងកើតឡើងណាក្រាបទូលសូមកុំស្ដាប់ស្ដាយធ្វើអ្វីក្រាបទូលខ្ញុំម្ចាស់គ្រាន់តែមានចិត្តសប្បាយរីករាយនៅពេលដែលចាប់បានជនក្បត់នៅក្នុងព្រះរាជវាំងតែប៉ុណ្ណោះប្រទេសយើងនឹងជួបសុខសវត្ថិភាពហើយណាក្រាបទូលព្រះមហាក្សត្រនិងម្ចាស់ក្សត្រីបានរស់នៅក្នុងព្រះបរមរាជវាំងយ៉ាងមានសេចក្តីសុខលោកមន្ត្រីត្រូវទទួលទោសដែលគាត់បានប្រព្រឹត្តក្រោយមកដល់នឹងដូចបានបោះបង់ការលួចឆក់ប្លន់កែប្រែខ្លួនធ្វើជាមនុស្សល្អឡើងវិញ